Bà số đây cái đôi chia chấm rệp xu từ căn bọc mai bóng bóng ở khía xung xoa cùng căn video thứ mấy bà chẳng video nhưng ngày nay nhưng thưa bọt bằng hai nhầm pi bà New Suzuki nè bọc mai bóng nó này bà chẳng bọc pet Suzuki Smart nè để sao ta dừng khơi ta Suzuki Smart ban trên series năm bị bọt một pay bọc mùi ấy bà chẳng dừng khơi ta cà plap đâu cứ rụp riêng cứ sọt a thay tem với có sọt a đây nè bà chẳngสำหรับSuzuki นะผมมาบอกน้องคนนี้บ่าประเภท Suzuki Smart นี่คือจวบเหล็กมวยสำหรับประเภทมาโตจะก็เหล็กบอกกอดนะบ่าจังฉะนั้นนี่คือกอดกายปลายออยการแต่ภาษาบ่าตีมวยคือกอดกายปลายออยซีสังติดบ่าสมซ้อมสมใจเปล่งสังบ่าให้หนึ่งทนในขนมกาปลาปลานะบ่าvậy tới សម្រាប់កំណែនេះគឺកំណែបាទសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរជាងមុនណាបាទអញ្ចឹងយើងមកនិយាយលក្ខណៈពិសេសមួយចំនួនរបស់ Suzuki វិញម្ដងបាទអញ្ចឹងប្រភេទកុងទ័រគឺកុងទ័រច្បាស់ល្អហើយងាយស្រួលមើលទិន្នន័យបាទដូចជាទិន្នន័យបាទបញ្ចូលលេខ1លេខ2លេខ3លេខ4អញ្ចឹងទៅបាទទិន្នន័យនៃការបាទសាំងហើយនឹងគីឡូម៉ែត្រណាអញ្ចឹងការបង្ហាញគឺច្បាស់ល្អបាទហើយចំណុចទី2នោះគឺក្លុបក្រោមកែបបាទធំបានអាចដាក់សម្ភារៈបាទមួយចំនួនបាទដូចនៅក្នុងរូបនឹងអញ្ចឹងបាទអាចដាក់សម្ភារៈមួយចំនួនបានបាទហើយចំណុចទី3នោះគឺការរចនាបាទតែមផ្នែកខាងមុខបាទយើងឃើញថាមានពាក្យបាទ Smart ជាប្រភេទតែមដូចជាមាសណាពុកម៉ែបងប្អូនគ្នាបាទហើយបន្ទាប់មកយើងឃើញថានៅផ្នែកបាទពីពាក្យតែហ្នឹងគឺសញ្ញោណាបាទគឺសញ្ញោឆ្វេងស្ដាំគឺនៅពីក្រោមហ្នឹងហើយបន្ទាប់ពីក្រោមហ្នឹងមកគឺមានបាទតែមកតង់ទៀតគឺពាក្យ Suzuki ហើយនឹងតែមខាងក្រោមហ្នឹងគឺការរចនាបែបតាក់ទាញហើយស្រស់ស្អាតតែម្ដងដែលរំលេចមកគឺមើលទៅយើងឃើញថាវារាងស្រស់ស្អាតយ៉ាងដែរណាបាទហើយសម្រាប់ប្រភេទសោគឺប្រើសោធម្មតាណាបងប្អូនគ្នាបាទប្រភេទសោមានគម្របសុវត្ថិភាពបិទបើកបាទហើយគម្របសុវត្ថិភាពនេះគឺមានសុវត្ថិភាពខ្ពស់ដែរបាទសម្រាប់ Honda Suzuki ណាបាទអញ្ចឹងប្រភេទនេះគឺប្រើសោធម្មតាដែរទេបាទអញ្ចឹងសម្រាប់តែមអមតួបាទចំណុចបាទទី5ណាចំណុចតែមអមតួបាទអញ្ចឹងតែមអមតួរចនាមកគឺមានបតៈគ្នាគឺស្រស់ស្អាតមែនតើណាបាទនៅខាងលើដាក់ពាក្យថា Smart ហើយខាងក្រោមគឺមានតែមបតៈកាឡាគ្នាជាមួយនឹងពណ៌រាងលឿងលាយជាមួយនឹងplatin ណាបាទអញ្ចឹងគឺរចនាបានស្រស់ស្អាតមែនតើបាទហើយសម្រាប់ចង្គៀងមុខគឺចង្គៀងមុខភ្លឺច្បាស់ល្អងាយស្រួលនៅក្នុងការបើកបរមិនថាពេលយប់ឬក៏មេឃចុះអាប់ទេគឺងាយស្រួលនៅក្នុងការមើលផ្លូវណាបាទអញ្ចឹងយើងមកមើលលក្ខណៈពិសេសរបស់ម៉ាស៊ីនរបស់គាត់ម្ដងបាទអញ្ចឹងសម្រាប់ Suzuki Smart នេះគឺប្រភេទ4តង់ណាបាទប្រភេទ SOHC បាទហើយមានស្ប៉ាប់2ដើមណាពុកម៉ែបងប្អូនគ្នាបាទហើយចំពោះកម្លាំងម៉ាស៊ីនរបស់គាត់វិញគឺ 113cc បាទហើយបញ្ចុះកម្ដៅដោយខ្យល់ណាបាទហើយម៉ូតូនេះគឺប្រើប្រាស់ប្រភេទបេនសាំងណាបងប្អូនគ្នាបាទអូខេបាទអញ្ចឹងសម្រាប់កម្លាំងរបស់វាវិញគឺបង្កើតបាន 6.4 kW និង8000 RPM នៅក្នុង1វិនាទីបាទហើយកម្លាំងរមួលឬក៏ហៅថាកម្លាំងជំរុញរបស់គាត់វិញគឺបង្កើតបាន 9.0 Newton meters និង 4000 RPM នៅក្នុង1វិនាទីផងដែរបាទអញ្ចឹងសម្រាប់ការណែនាំនៅក្នុងការចាក់សាំងគឺពុកម៉ែបងប្អូនគ្នាអាចចាក់សាំងធម្មតាក៏បានដែរដែលមានអុកតានចាប់ពី92ឡើងទៅណាបាទអញ្ចឹងសម្រាប់ប្រព័ន្ធបច្ឆេះគឺអាចធាក់នឹងជើងហើយនឹងដេរដោយដៃបានណាពុកម៉ែបងប្អូនគ្នាបាទអញ្ចឹងសម្រាប់ប្រអប់លេខគឺប្រអប់លេខ4វគ្គហើយរង្វិលជុំណាបាទហើយចំណុះធុងសាំងគឺ 4.5 លីត្រណាបងប្អូនគ្នាបាទប្រភេទសម្រាប់ប្រេងម៉ាស៊ីនរបស់គាត់វិញគឺចាក់ 0.8 លីត្រឬក៏ហៅថា80ណាចំណុះ80ណាបាទហើយប្រភេទអមយ៉ាគឺជាប្រភេទអមយ៉ាដោយស្វ័យប្រវត្តិបាទមានន័យថាអមយ៉ាត្រាំស្បែកនៅក្នុងម៉ាស៊ីនណាបាទអញ្ចឹងយើងមកមើលបាទផ្នែកខាងប្រាំងមុខប្រាំងក្រោយវិញណាបាទ
ចឹងសម្រាប់ប្រាំងមុខគឺប្រើប្រាស់ប្រាំងបូមណាដែលមានកប៉ែននៅខាងមុខណាបាទហើយប្រភេទប្រាំងកោគឺប្រើប្រាំងស្បែកណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងម៉ូតូនេះមានខ្នាតបណ្ដោយប្រវែង1930មីលីម៉ែត្រហើយនិងខ្នាតទទឹងគឺ655មីលីម៉ែត្រហើយកម្ពស់ពីដីវិញគឺ1050មីលីម៉ែត្របាទហើយកម្ពស់កែបវិញគឺ755មីលីម៉ែត្រសម្រាប់ទម្ងន់សរុបរបស់គាត់វិញគឺ99គីឡូក្រាមណាពុកម៉ែបងប្អូនអរគ្នាបាទសម្រាប់ Suzuki Smash នេះគឺមាន2ពណ៌ណាពុកម៉ែបងប្អូនអរគ្នាបាទមានជាប្រភេទពណ៌ខ្មៅហើយនិងពណ៌ក្រហមផងដែរណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងសម្រាប់តម្លៃរបស់គាត់វិញគឺត្រឹមតែខ្ទង់1700ទៅ1800ណាពុកម៉ែបងប្អូនអរគ្នាបាទគឺអាស្រ័យទៅលើតាមសាខានីមួយៗក៏ដូចជាតាមស្តង់នីមួយៗដែលគាត់លក់ណាបាទអញ្ចឹងតម្លៃរបស់វាគឺចន្លោះពី1700ទៅ1800ដុល្លារណាពុកម៉ែបងប្អូនគ្នាអាចរកទិញបានបាទសូមអរគុណ